បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរបងប្អូនបាទនេះបងប្អូនណាថ្ងៃនេះមានអង្គកម្មថ្មដែលខ្ញុំទៅរើសបាននៅខេត្តព្រះវិហារមកបង្ហាញចែកជូនបងប្អូនទស្សនាលេងកម្សាន្តនៅសម្រស់បាទបងប្អូនចឹងនេះគឺជាអង្គកម្មកលឹងថ្មីទេបាទគឺថ្មមកពីខេត្តព្រះវិហារយើងបាទទៅរើសសន្សំមកយូរហើយបងប្អូនបាទសម្រាប់ទឹកនៃអង្គកម្មហើយនឹងចិញ្ចៀនខ្ញុំនេះក៏រើសថ្មមកពីខាងព្រះវិហារដែរឲ្យជាងគាត់កលឹងឲ្យបាទអញ្ចឹងថ្មនេះគេហៅថ្មកមួនបងប្អូនប៉ុន្តែទឹកមិនសូវជាចាស់បាទប៉ុន្តែបានប៉ុណ្ណឹងក៏ប្រសើរដែរបងប្អូនព្រោះកម្រណាស់បាទធ្វើជាចិញ្ចៀនពាក់មួយវងស្អាតពេញចិត្តបឹបបាទហើយសម្រាប់ថ្មខ្លះនេះក៏ជាថ្មដែលខ្ញុំរើសបានពីខេត្តព្រះវិហារដូចគ្នាបាទសម្រាប់ចាំងពើអញ្ចឹងមិនសូវជាច្បាស់ល្អប៉ុន្មានទេបងប្អូនបាទមួយនេះបាទនេះបងប្អូននេះគឺយ៉ាវចាំងបាទអញ្ចឹងចូលពលឺបងប្អូនបាទស្អាតមែនតើតែខ្ញុំគូសស្នាមពីនេះគឺនឹងគម្រោងនឹងកាត់កលឹងជាងកម្មបងប្អូនបាទអញ្ចឹងបានមួយគ្រាប់ដែរប៉ុណ្ណឹងសាច់គេស្អាតណាស់បងប្អូនអើយបាទមកនេះយកអត់ទាន់បានកលឹងតែសាច់ចាំមើលសាច់ខាងក្នុងពេលដែលកលឹងនេះគ្រាន់តែជាសម្បកអាចមើលឃើញប៉ុណ្ណឹងបងប្អូនមកពេលកលឹងទៅមិនដឹងជាស្អាតប៉ុណ្ណាបាទបងប្អូនជាមួយខ្ញុំបន្ថែមភ្លើងបន្តិចព្រោះដោយសារខ្ញុំបិទភ្លើងបាទនេះបងប្អូនខ្ញុំបន្ថែមភ្លើងបាទភ្លើងបន្តិចបាទហើយថ្មនេះបើសិនជាយើងមើលនឹងភ្នែកចឹងអត់ទៅឃើញសម្រស់ទេបងប្អូនព្រោះដោយសារអត់បានឡាំបៀបើបានឡាំបៀបានស្អាតបាទនេះបងប្អូននេះថែមបន្លឺបន្តិចទៀតបាទនេះបងប្អូននេះសម្រស់គេស្អាតណាស់មានកាយ៉ាវមានអីស្អាតមែនតើបាទហើយសម្រាប់ថ្មនេះគឺនេះបងប្អូននេះគឺពណ៌ផ្កាឈូកបាទហើយនេះពណ៌ទឹកឃ្មុំហើយនេះពណ៌សត្បូងមានជ្រុយក្រហមខាងក្នុងហើយមួយនេះមើលទៅដូចទឹកតែប៉ុន្តែពេលដែលដាក់ពន្លឺចូលទៅបងប្អូននេះគឺចេញពណ៌លឿងបាទចឹងផ្សេងគឺទឹកឃ្មុំហើយនេះគឺកាច់ផ្សារទេបាទចឹងសម្រស់គឺស្អាតមិនធម្មតាបងប្អូនត្បូងថ្មខ្មែរយើងណានេះបងប្អូនចាំមើលមកក្របទៀតចាំខ្ញុំបង្ហាញបាទនេះខ្ញុំបង្ហាញមិញហើយបាទនេះសម្រស់ស្អាតមែនទែនបាទនេះបងប្អូននេះបាទស្អាតណាស់បងប្អូនជាមួយខ្ញុំបង្ហាញមកក្របទៀតដែលខ្ញុំឡាំបៀរួចនៅតាណាតណៃចេះបងប្អូនរកមើលសិននេះមកដល់ហើយបងប្អូនបាទនេះសាកឡាំបៀរួចសិតតារុំក្តាស់ជូតមាត់កុំឲ្យកកិតបាទនេះបងប្អូននេះសម្រាប់ថ្មធម្មជាតិរបស់យើងនៅព្រះវិហារបាទហើយត្រង់កន្លែងចំណុចពណ៌លឿងនេះណាបងប្អូនខ្ញុំស៊ូមមើលចិត្តមកច្បាស់អត់អូខេ focus តិចមើលឃើញកាយ៉ាវទេបងប្អូនណាបាទបើយើងបថតស៊ូមបានឃើញកាយ៉ាវនិយាយទៅកាយ៉ាវសាច់ស្អាតបងប្អូនអូបតោផ្សេងកបាទចាអរគុណច្រើនបងប្អូនថ្ងៃនេះធ្វើការបង្ហាញចែកជូនបងប្អូនទស្សនាលេងអំពីសម្រស់នៃថ្មខ្មែរយើងបាទព្រះវិហារយើងហ្នឹងបាទអរគុណច្រើនបងប្អូនបាទជម្រាបលាបាទ